និទានគំនិតរំលងអ្នកតូចខូចរឿងធំរឿងខ្លះតែងកើតមានជាញឹកញាប់ហើយក៏ប្រហែលជានឹងកើតមានរហូតតរៀងទៅបុគ្គលិកលក់ទំនិញចេញពីក្រុមហ៊ុន2បានយកទំនិញរបស់ខ្លួនរៀងខ្លួនទៅលក់ឲ្យក្រុមហ៊ុនដ៏ធំមួយបុគ្គលិកលក់របស់ក្រុមហ៊ុនកបានសម្ដៅតម្រង់ទៅរកដល់ប្រធានធំតែម្ដងព្រោះគេគិតថាឲ្យតែប្រធានធំព្រមហើយពួកកូនចៅទៅណាវាមិនព្រមបុគ្គលិកម្នាក់នោះបានខំយកចិត្តយកថ្លើមលោកប្រធានដោយវិធីផ្សេងទីបំផុតប្រធានក៏ឆ្លើយថាខ្ញុំត្រូវសាកសួរទៅខាងប្រធានផ្នែកទិញសិនបុគ្គលិកក្រុមហ៊ុនកគិតក្នុងចិត្តថាតែប៉ុណ្ណេះលោកប្រធានមកជាពេញចិត្តស្ដោកហើយថ្ងៃបន្ទាប់មកគេក៏មកទទួលចម្លើយសម្រេចពីប្រធានដែលគេសង្ឃឹមថាមុខជាបានចម្លើយល្អតែមិនមែនអ៊ីចឹងឯណាប្រធានក្រុមហ៊ុនបានប្រាប់ថាប្រធានផ្នែកបានសម្រេចយកទំនិញរបស់ក្រុមហ៊ុនខរួចហើយបុគ្គលិកលក់របស់ក្រុមហ៊ុនខនោះគេមិនចាំបាច់ស្ទុះស្ទារំលងទៅដល់ប្រធានធំអ្វីឡើយគេទៅជួបត្រឹមតែអ្នកដែលមានអំណាចក្នុងការបញ្ជាទិញគឺប្រធានផ្នែកទិញនោះឯងពេលទៅដល់គេក៏រៀបរាប់ពីគុណប្រយោជន៍នៃផលិតផលនិងបង្កើតភាពស្និទ្ធស្នាលខ្លះមកប្រធានផ្នែកទិញក៏សម្រេចចិត្តទិញទំនិញរបស់គេតែម្ដងដោយមិនចាំបាច់សុំការសម្រេចពីនរណាទៀតឡើយព្រោះថាគេគឺជាអ្នកមានសិទ្ធិធំជាងគេនៅក្នុងផ្នែកទិញស្រាប់ទៅហើយម្យ៉ាងទៀតការដែលគេទិញទំនិញពីក្រុមហ៊ុនខក៏ដោយសារតែទំនិញនោះមានគុណភាពល្អពិតប្រាកដទោះបីវាមិនល្អជាងទំនិញរបស់ក្រុមហ៊ុនកតែវាក៏មិនអន់ជាងអីដែរហើយហេតុផលសំខាន់មួយយ៉ាងទៀតដែលគេទិញក៏ដោយសារតែបុគ្គលិករបស់ក្រុមហ៊ុនខផ្ដល់កិត្តិយសមិនរំលងតួនាទីព្រមទាំងមានភាពស្និទ្ធស្នាលជាមួយគេនិងប្រសិនបើដឹងថាបុគ្គលិករបស់ក្រុមហ៊ុនកបោះសន្ទូចរំលងភ្នំទៅដល់លោកប្រធានធំនោះគេនឹងកាន់តែស្អប់ថែមទៀតព្រោះវាជាការមើលស្រាលចំពោះរូបគេនៅក្នុងវិធីចាត់ចែងការងារគេតែងតែបែងចែកការទទួលខុសត្រូវទៅតាមលំដាប់ជាន់ថ្នាក់ទោះបីនាយកជាប្រធានធំជាងគេក៏ដោយតែមុននឹងធ្វើអ្វីមួយនាយកក៏ត្រូវសាកសួរយោបល់ពីអ្នកទទួលខុសត្រូវដោយផ្ទាល់លើកិច្ចការនោះជាមុនហើយជាទូទៅគេតែងជឿឬស្ដាប់យោបល់របស់ប្រធានតាមផ្នែកនីមួយៗនោះបើមិនដូច្នោះទេតែគេនឹងបែងចែកការងារគ្នាធ្វើដូចម្ដេចនឹងកើតទៅបើមានកិច្ចការអ្វីត្រូវពឹងពាក្យចៅហ្វាយខេត្តលោកចៅហ្វាយខេត្តក៏ត្រូវសាកសួរមកមេស្រុកមេឃុំឬមេភូមិតែដដែលនោះឯងនៅស្រុកយើងមានរឿងច្រើនណាស់ដែលតាមពិតជារឿងតូចតាចកំពេចកំប៉ុកតែគេចូលចិត្តធ្វើឲ្យវែងឆ្ងាយសូម្បីតែអ្នកល្មើសច្បាប់ចរាចរណ៍ក៏ឆ្លៀតទូរស័ព្ទចុះឡើងដើម្បីពឹងពាក់អ្នកធំដែរឧទាហរណ៍មាននារីម្នាក់មានមុខមាត់គួរសមស្គាល់អ្នកតូចអ្នកធំរួមទាំងមេប៉ូលីសទៀតផងពេលដែលត្រូវប៉ូលីសចរាចរណ៍ឃាត់ខ្លួនពីបទល្មើសនឹងច្បាប់បើកបរគាត់ក៏ទូរស័ព្ទទៅសុំឲ្យមេប៉ូលីសជួយគឺជាការល្ងងបំផុតដែលសុំឲ្យអ្នកធំមកជួយដោះស្រាយរឿងបែបនេះព្រោះការសុំឲ្យអ្នកធំជួយរឿងអ្វីមួយវាទាល់តែរឿងនោះជារឿងធំគួរសមដែរមនុស្សយើងម្នាក់តែងតែរាប់ចំនួនក្នុងការជួយគ្នាទៅវិញទៅមកប្រសិនបើយើងយករឿងដែលពុំជាបាល់ទៅពឹងអ្នកដទៃយើងក៏នឹងជំពាក់គុណគេម្ដងទៅហើយនឹងការដែលយករឿងដែលមិនជាបាល់បែបនេះទៅពឹងអ្នកដទៃវាជាការបង្ហាញឲ្យឃើញនូវភាពល្ងង់ខ្លៅមិនចេះថ្លឹងថ្លែងទៅលើទម្ងន់របស់បញ្ហាវាជាការរំខាននិងជាការមិនផ្ដល់កិត្តិយសដល់គេទៀតផងអ្នកឆ្លាតគេមិនចាំបាច់ពឹងអ្នកណាមកជួយរឿងបែបនេះទេព្រោះការល្មើសច្បាប់ចរាចរណ៍បន្តិចបន្តួចនេះឲ្យប៉ូលីសផាកពិន័យទៅវាក៏ជាប់រួចរាល់ស្រេចបាច់ទៅហើយមិនចាំបាច់ទៅពឹងពាក់អ្នកនេះអ្នកនោះនាំតែជំពាក់គុណគេនឹងរឿងកំពេចកំប៉ុកធ្វើអ្វីមនុស្សយើងបើថានឹងជំពាក់គុណគេវាគួរតែជារឿងចាំបាច់ជៀសមិនរួចឬជារឿងស្លាប់រស់ទៅសមរឿងនេះមិនខុសអីពីជិះដំរីទៅបោះសម្រាមនោះឡើយ
សូមកុំអាងអ្នកធំរំលងអ្នកតូចព្រោះវាជាទង្វើដែលបង្ហាញពីភាពខ្វះសុជីវធម៌មិនដឹងបែបបទនិងទោះជាយើងរំលងទៅដល់លើតែអ្នកលើត្រូវប្រើអ្នកក្រោមយើងក៏ត្រូវតែមកជួបមុខអ្នកក្រោមជាដដែលស្រួលមិនស្រួលវាអាចឲ្យយើងឆ្លោះឆ្លួយកិច្ចការទៀតផងការងាយស្រួលហេតុអ្វីក៏ធ្វើឲ្យស្មុគស្មាញ